ជំរាបសួរអ្នកគ្នាខ្ញុំបាទ Black Moon ហើយថ្ងៃនេះដែរគឺមកដាក់ពីវីដេអូយកហ្មងអ្នកគ្នាហើយថ្ងៃនេះខ្ញុំមកបរៀនអ្នកគ្នារបៀបវាយ service TikTok អ្នកទាំងអស់គ្នាមុននឹងចូលទៅវីដេអូបើសិនជាអ្នកគ្នាចង់ donate លើកទឹកចិត្តខ្ញុំអ្នកគ្នាក៏អាច donate តាម QR ដែលខ្ញុំដាក់នៅលើវីដេអូនឹងបានដែរអញ្ចឹងខ្ញុំប្រមូលខ្លួនឯងមានប៉ុណ្្នឹងទេតោះយើងចាប់ផ្ដើមវីដេអូទាំងអស់គ្នាអញ្ចឹងដើម្បីវាយ service TikTok នឹងបានអ្នកគ្នាត្រូវបើក beginner mode ហ្នឹងកន្លែងហ្នឹងអ្នកគ្នាបើកដូចខ្ញុំមកគឺអ្នកគ្នាដាក់ setting បែបហ្នឹងមកអ្នកគ្នានឹងលេងការហើយតោះឥឡូវយើងចូលទៅតែឲ្យអ្នកគ្នាមើលអ្នកគ្នាអញ្ចឹងខ្ញុំចូលមកវគ្គ trend ហើយយកយ៉ាងសាប់មកតែឲ្យអ្នកគ្នាមើលអញ្ចឹងងាយស្រួលឧទាហរណ៍មិនតែយ៉ាងសាប់ទេអ្នកគ្នា hero អីក៏អាចលេងបានដែរតែអត់ Nishikawa និង Lucas ពីរហ្នឹងអត់អាចធ្វើបែបហ្នឹងបានទេអ្នកគ្នាតោះឥឡូវយើងចាប់ផ្ដើមនឹងអស់គ្នាចឹងសម្រាប់ switch ហ្នឹងគឺយើងវាយបែបនេះអ្នកគ្នាអាចមើលបានយើងបោះដូចស្រាំងតែវាយធ្ងន់យ៉ាខុសមួយ sorry អ្នកគ្នាតាដោយសារខ្ញុំប្រើ control អស់ទៅមុខទៅក្រោយនេះអ្នកគ្នាអាចមើលបាន switch ហ្នឹងគឺយើងឃើញអញ្ចឹងតែធ្ងន់ដូចយើងលោតវាយដូចគ្នាអ្នកគ្នាគឺវាយធ្ងន់ហ្មងចឹងតាខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបលេងរបស់វាស្រួយហ្នឹងដើម្បីវាយបានអ្នកគ្នាគ្រាន់តែចុចអានេះជាប់មកហើយដៃយើងអស់មួយរយៈយកមកអ្នកគ្នាឃើញអត់អញ្ចឹងងាយអ្នកគ្នាគ្រាន់យ៉ាង sorry អ្នកគ្នាវាចោដៃខិចទេអត់តបានកាត់ខ្ញុំរវល់អូខេអ្នកគ្នាអញ្ចឹងស្រួយហ្នឹងងាយទេខ្ញុំសង្ឃឹមថាអ្នកគ្នានឹងយល់អញ្ចឹងណាអ្នកគ្នាអាចលេងជាមួយ Raoul តែ Nishikawa អត់កើតទេអ្នកគ្នា Nishikawa មួយ Lucas តាមខ្ញុំសាកដូចជាអត់កើតទេចឹងក្រៅពីហ្នឹង hero អីក៏អ្នកគ្នាអាចលេងបានដែរកីឡាករអីក៏លេងបានដែរអូខេអ្នកគ្នាយល់ចឹងវីដេអូយើងអស់ហើយអ្នកគ្នាមានត្រឹមហ្នឹងទេខំណាអ្នកគ្នានឹងចេះទាំងអស់គ្នាចឹងគឺងាយអ្នកគ្នាគាត់ស្កត់ទេអស់ដៃមកអ្នកយកហ្មងកុំលើកដៃឡើងតែលើកដៃឡើងមកចុចយ៉ាតកើតទេចឹងអ្នកគ្នាស្កត់ទៅអស់យកមកនេះអូខេតោះអ្នកគ្នាបាយបាយអរគុណច្រើន